ដើមរដូវវស្សាចំណាយលុយ$15ដើម្បីជួលម៉ូតូជិះជុំវិញតំបន់ប្រាសាទទៅសៀមរាបសារនេះខ្ញុំមានពេលទនេមួយថ្ងៃដើម្បី relax ហើយខ្ញុំក៏សម្រេចចិត្តជួលម៉ូតូដើម្បីជិះជុំវិញតំបន់ប្រាសាទហើយការធ្វើដំណើរលើកនេះគឺតែម្នាក់ឯងទេព្រោះដោយសារក្រុមការងារគាត់បានត្រឡប់ទៅពេញវិញហើយប្រាសាទអង្គរវត្តគឺជាកន្លែងទីតាំងដំបូងដែលយើងបានទៅប៉ុន្តែយើងគ្រាន់តែជិះកាត់ទេព្រោះដោយសារពេលខ្ញុំទៅហ្នឹងប្រហែលជាម៉ោង11 12ឯងបន្ទាប់មកយើងបន្តដំណើរមកដល់ខ្លងទ្វារទន្លេអូរមកដល់ទីនេះយើងគ្រាន់តែឈប់មកផ្លែថតរូបបន្តិចហើយយើងបន្តដំណើរទៅមុខទៀតហើយនេះគឺជាកន្លែងទី3យើងមកដល់ប្រាសាទបាយ័នខ្ញុំឈប់នៅនេះបន្តិចដើម្បីថតរូបពីមួយកន្លែងទៅមួយកន្លែងខ្ញុំឈប់តែមួយផ្លែទេប្រហែលជា10 ទៅ 15 នាទីអាកាសធាតុថ្ងៃខ្ញុំទៅហ្នឹងគឺមេឃស្លាល្អពេលថ្ងៃប៉ុន្តែពេលល្ងាចចាប់ផ្ដើមគឺមេឃងឹតខ្លាំងហើយភ្លៀងយកម្ដងហ្នឹងប៉ុន្តែហែងដែរពេលយើងជិះម៉ូតូដើរលេងហ្នឹងគឺមេឃនៅស្រឡះបើថ្ងៃល្អឥឡូវយើងធ្វើដំណើរបន្តរហូតមកដល់ប្រាសាទព្រះខ័ននេះច្រកខាងលិចនៃប្រាសាទមកហួសប្រាសាទព្រះខ័នតិចមកយើងមកដល់ប្រាសាទតាសោមប្រាសាទតាសោមនេះខ្ញុំអត់សូវបានដឹងបានស្គាល់ដែរព្រោះអត់ដែលបានចូលទៅថ្ងៃណាទៅនេះអាចនឹងចូលទៅបានទស្សនាម្ដងបានតែនៅថតក្រៅឥឡូវបន្តដំណើរទៅទៀតយើងជិះបន្តមកបន្តិចមកយើងឃើញប្រាសាទមេបនខាងកើតប្រាសាទនេះដំបូងខ្ញុំច្រឡំខ្ញុំស្មានថាប្រាសាទប្រែរូបព្រោះអីមើលទៅប្រាសាទភិនភាគទៅស្តៀងគ្នាប៉ុន្តែខុសគ្នាព្រោះអីប្រាសាទប្រែរូបធំជាងប៉ុន្តែគាត់ថាយើងមើលមួយផ្លែតហ្នឹងច្រឡំដែរមកដល់ប្រាសាទហ្នឹងយើងដាក់ទឹកដូងមួយហើយយើងជិះចូលទៅភូមិប្រដាក់ទៅភូមិប្រដាក់គាត់តែជិះលេងទៅអត់មានបានទិញអីព្រោះដោយសារជិះកាត់ទៅពេលហើយបានយើងបន្តដំណើរទៅមកដល់ប្រាសាទប្រែរូបចេញពីប្រាសាទប្រែរូបមកខ្ញុំមកដល់ប្រាសាទកវ័នដែរវាស្ថិតនៅបដោយផ្លូវនោះដែរអញ្ចឹងក៏ខ្ញុំឈៀងចូលបន្តិចទៅអញ្ចឹងកន្លះថ្ងៃហ្នឹងគឺយើងបានជិះជុំវិញតំបន់ប្រាសាទហ្នឹងបានច្រើនដែរប៉ុន្តែគ្រាន់តែថាយើងមានពេលតិចយើងអត់បានចូលយូរអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹងរយៈពេលកន្លះថ្ងៃយើងជួលម៉ូតូជិះនៅជុំវិញប្រាសាទគឺបានប៉ុណ្ណឹងហើយតើតើការជួលម៉ូតូហ្នឹងគឺសាំងគេមានឲ្យយើងមកពេញទៅពេលយើងជិះហើយយើងយកឲ្យគេគឺយើងចាយគេមកពេញវិញវីដេអូមានតែប៉ុណ្្នឹងឯងបាយ